មានទម្លាប់បែបនេះនៅក្នុងខ្លួនដែរឬទេសួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមកនិយាយពីទម្លាប់មួយគឺទម្លាប់រញ៉េរញ៉ៃទម្លាប់ដែលធ្វើឲ្យយើងខ្លាចជាអ្នកធ្វើការបែបរញ៉េរញ៉ៃគ្មានសណ្ដាប់ធ្នាប់បែបហ្នឹងខ្ញុំមកនិយាយប្រាប់ដើម្បីឲ្យបងប្អូនយល់ពីវាបន្ថែមទៀតការធ្វើការបែបរញ៉េរញ៉ៃឬឆាប់ឬចាប់នេះបន្តិចចាប់នោះបន្តិចយើងច្រើនតែមិនមែនបណ្ដាលមកពីភាពជឿជាក់របស់យើងទេប៉ុន្តែវាកើតមកពីទម្លាប់នៃការគ្រប់គ្រងដែលខ្វះប្រព័ន្ធត្រឹមត្រូវនោះឯងប្រសិនបើបណ្ដោយឲ្យទុកយូរនោះវានឹងធ្វើឲ្យប្រសិទ្ធភាពការងារធ្លាក់ចុះនិងបង្កជាភាពតានតឹងធុញទ្រាន់ហើយកកកុញសម្រាប់ខ្លួនយើងទៀតឥឡូវខ្ញុំមកនិយាយកន្លឹះសម្រាប់ឲ្យយើងគួរតែប្រុងប្រយ័ត្នដើម្បីកុំឲ្យធ្លាក់ចូលក្នុងការធ្វើការងារបែបរញ៉េរញ៉ៃទាំងនោះចំពោះចំណុចទី1ធ្លាក់ក្នុងអន្ទាក់នៃការធ្វើការងារច្រើនមុខក្នុងពេលតែមួយការប្រឹងប្រែងធ្វើការងារច្រើនពេកនៅក្នុងពេលតែមួយធ្វើឲ្យខួរក្បាលយើងនឹងផ្លាស់ប្ដូរការផ្ដោតអារម្មណ៍ឡើងចុះហើយលទ្ធផលទទួលបានវិញគឺធ្វើការងារមិនរួចរាល់សម្បីតែមួយមុខហើយអត់មានគុណភាពថែមទៀតព្រោះការប្រមូលអារម្មណ៍ត្រូវបានកាត់ផ្ដាច់ចប់ជានិច្ចហើយទី2វិញមិនចេះរៀបចំបែងចែកអត្ថប្រយោជន៍ការងារគិតថាអ្វីៗសុទ្ធតែបញ្ញាប់ទាំងអស់អញ្ចឹងទម្លាប់នេះវាធ្វើឲ្យយើងឬក៏គ្រប់ការងាររបស់យើងទាំងអស់សុទ្ធតែបញ្ញាប់អញ្ចឹងឬហើយសំខាន់ស្មើគ្នាហើយវាធ្វើឲ្យយើងពិបាកក្នុងការធ្វើការមែនទែនហើយមួយទៀតបើសិនជាតកែយើងសួរទេវាពិបាកនឹងប្រឈមមុខជាមួយនឹងមេរបស់យើងហើយការងារណាដែលងាយមុនដោយមិនខ្វល់ថាការងារនោះមានឥទ្ធិពលគោលដៅទេយើងត្រូវតែចេះកំណត់មានន័យថាកំណត់អាការងារណាសំខាន់មុនអាការងារណាដែលសំខាន់ហើយប្រញាប់ហើយការងារណាដែលមិនសំខាន់ហើយមិនប្រញាប់ទៀតយើងចេះកំណត់វាហើយយើងចាប់ផ្ដើមធ្វើវាតែម្ដងទៅហើយយើងកុំចេះតែចំណាយពេលធ្វើការងារកំពេចកំប៉ុកហើយមិនបានទៅផ្ដោតការងារដែលបង្កើតជាលទ្ធផលយើងសម្រាប់ថ្ងៃហ្នឹងឲ្យមានប្រយោជន៍សម្រាប់យើងអញ្ចឹងយើងកុំចេះតែកិច្ចវេះឥឡូវយើងចូលមកដល់ទី3វិញមានន័យថាទី3ខ្វះការរៀបចំផែនការទុកជាមុនផែនការនេះគឺសំខាន់មានន័យថាជារបៀបដែលធ្វើការបែប reactive ការចាប់ផ្ដើមថ្ងៃធ្វើការដោយគ្មានបញ្ជីការងារឬក៏ដូចគ្មានការកំណត់គោលដៅអីចឹងណាដូចយើងអត់បានកំណត់អីមួយសម្រាប់ធ្វើអញ្ចឹងវាដូចមានអារម្មណ៍សេះសយហើយយើងអត់ដឹងតែធ្វើអ្វីនោះទេវានឹងធ្វើឲ្យយើងក្នុងការរងចាំតែដំណោះស្រាយពោលគឺឲ្យតែបញ្ហាកើតឡើងมันអាចដោះស្រាយកើតបើមិនគ្មានបញ្ហាគឺគ្មានដំណោះស្រាយតែម្ដងអញ្ចឹងវាអត់មានប្រយោជន៍សម្រាប់យើងហើយក៏វាអត់មានគុណសម្បត្តិដល់យើងដែរឬវាអាចនឹងធ្វើបាបយើងថែមទៀតវាដូចតែការងារទៅយើងចាប់ផ្ដើមធ្វើទម្លាប់នេះធ្វើឲ្យអ្នកដទៃអាចដណ្ដើមតែទម្លាប់បែបហ្នឹងដែលធ្វើឲ្យអ្នកដទៃអាចដណ្ដើមពេលវេលាយើងបានយ៉ាងងាយស្រួលហ្នឹងគេមិនប្របាយបើសិនជាសត្រូវរបស់យើងទៀតគេងាយស្រួលនឹងថាកយើងខ្លាំងហើយទី4វិញយើងញៀននឹងការឆ្លើយតបភ្លាមការឆ្លើយតបភ្លាមនេះបានន័យថាត្រូវចំពោះអ្នកដែលធ្វើការ sale ឬក៏អីគេអាចឆ្លើយតបភ្លាមដើម្បីតាក់ទាញអតិថិជនថាអូការងារនេះមានក្រុមការងាររបស់ក្រុមហ៊ុនមួយនេះមាន service ល្អណាអញ្ចឹងយើងត្រូវបែងចែកឲ្យដាច់បាទការបញ្ឈប់ការងារដែលកំពុងតែធ្វើដើម្បីទៅតបសារឬ email ឬក៏មើលការជូនដំណឹង notification ភ្លាមនៅពេលដែលវា load ឡើងហ្នឹងទម្លាប់នេះវានឹងបំផ្លាញស្ថានភាពការផ្ដោតអារម្មណ៍ស៊ីជម្រៅរបស់យើងនិងធ្វើឲ្យដំណើរការនៃការគិតឬគំនិតថ្មីរបស់យើងនឹងត្រូវបានរអាក់រអួលអញ្ចឹងកុំព្យាយាមតបសារភ្លាមពេកឧទាហរណ៍អ្នកអាចទុករយៈពេល5នាទីឬក៏5នាទីខ្ញុំគិតថាប្រសើរហើយចាំតបសារចំពោះគេជាចំណុចចុងក្រោយគឺចំណុចទី5ពន្យាពេលចំពោះការងារដែលពិបាកនៅពេលដែលយើងជួបការងារស្មុគស្មាញឬក៏ត្រូវការប្រាកដយើងច្រើនតែកិច្ចវេះទៅសម្អាតនេះសម្អាតនោះសម្អាតតុរៀបចំឯកសារទៅធ្វើការងារកប៉ិកកំប៉ុកដើម្បីឆោបបើកតែខ្លួនឯងនឹងហើយថាខ្លួនឯងនឹងកំពុងតែរវល់ធ្វើការនេះហើយតែប៉ុន្តែតាមពិតវាគឺជាការរត់គេចពីគោលដៅដែលខ្លួនបានធ្វើនោះហើយវាអត់មានប្រយោជន៍សម្រាប់យើងទេក្នុងមួយថ្ងៃហ្នឹងបើមិនយើងគិតតែធ្វើរឿងបែបកប៉ិកកំប៉ុកដែលមិនមែនជាប្រយោជន៍មិនមែនជាគុណសម្បត្តិរបស់យើងគឺក្នុងមួយថ្ងៃហ្នឹងយើងខាតតែម្ដងហើយឥឡូវយើងចូលមកដល់កលឹះដោះស្រាយបឋមវិញចំពោះទី1យើងតែបងប្អូនគាត់ដឹងច្បាប់80លើ20យើងផ្ដោតលើការងារ20% ដែលអាចបង្កើតសមិទ្ធផលរហូតដល់80% សម្រាប់ថ្ងៃនោះអញ្ចឹងច្បាប់នេះខ្ញុំគិតថាល្អខ្លាំងណាស់នៅពេលដែលយើងស្គាល់នៅពេលដែលយើងដឹងថាគួរតែធ្វើម៉េចដើម្បី
តាម 20% អាចបង្កើតនៅសមិទ្ធផល 80% បានអានោះបានន័យថាយើងអាចយល់ពីគោលបំណងផងវាដែរហើយយើងអាចស្គាល់អ្វីដែលអាចបង្កើតមិនថាយើងចេះតិចនិចដើម្បីយើងធ្វើតែបន្តិចតែអាចចេញមកផ្លែផ្កាកាន់តែច្រើនហើយចំណុចបន្ទាប់ធ្វើការម្ដងមួយមុខយើងអ្នកគួរតែវឹកហាត់ធ្វើការងារម្ដងមួយមុខឲ្យរួចរាល់ជាស្ថាពរសឹមចូលការងារមួយទៀតយើងគួរតែរៀនហាត់ពុតខ្លួនឯងបែបហ្នឹងដើម្បីឲ្យខ្លួនកាន់តែមានប្រព័ន្ធនិងទម្លាប់ធ្វើការងារបែបនោះហើយចំណុចចុងក្រោយគឺរៀបចំផែនការមុនពេលចាប់ផ្ដើមឧទាហរណ៍នៅពេលដែលអ្នកចង់ធ្វើការងារឬក៏ចង់ធ្វើគោលសម្រាប់គោលដៅអីមួយតែយើងតែងតែមានការកត់ទុកជាមុនហ្នឹងណាអញ្ចឹងគួរតែលះបង់ពេលចំណាយ5ទៅ10នាទីអីទៅសរសេររបាយការណ៍ឬក៏សរសេរគោលដៅយើងដើម្បីចាប់ផ្ដើមធ្វើការនៅពេលក្រោយឬនៅពេលដែលចូលគេងហ្នឹងយើងត្រូវតែកំណត់រឿងដែលត្រូវធ្វើឲ្យហើយនៅថ្ងៃស្អែកហ្នឹងតើយើងត្រូវធ្វើអ្វីខ្លះឧទាហរណ៍សាមញ្ញចំពោះខ្ញុំព្រឹកឡើងខ្ញុំតែងតែភ្ញាក់នៅម៉ោង6ហើយខ្ញុំអវង60ឬក៏ហាត់ប្រាណឲ្យបាន10នាទីអីហើយបានខ្ញុំមួយទឹកហើយរៀបចំខ្លួនទៅញ៉ាំអាហារពេលព្រឹកនៅវេលាជិតដល់ម៉ោង7ហើយម៉ោង7ខ្ញុំនឹងទៅរៀនភាសាអង់គ្លេសហើយនៅពេលដែលខ្ញុំចេញពីអង់គ្លេសខ្ញុំនឹងទៅធ្វើការហើយខ្ញុំនឹងខំប្រឹងប្រែងធ្វើការឲ្យកាន់តែខ្លាំងជាងមុននេះថែមទៀតចឹងហើយបើសិនយើងផ្លាស់ប្ដូរពីអ្នកធ្វើការបែបមិនរៀបរយមកជាអ្នកធ្វើការដែលមានប្រព័ន្ធច្បាស់លាស់ការប៉ុណ្ណាយើងអាចចាប់ផ្ដើមតាមរយៈការវឹកហាត់ភាពការតាំងស្មារតីរបស់យើងហ្នឹងឲ្យស្ងប់ស្ងាត់បានថាយើងយល់យើងស្គាល់ខ្លួនយើងតើការងារបែបនោះយើងគួរតែធ្វើបែបម៉េចហើយចំពោះរឿងដែលមករំខានរបស់រំខានយើងហ្នឹងយើងប្រើប្រាស់ហេតុផលក្នុងការចម្រាញ់ជ្រើសការងារហ្នឹងជាដំបូងមកហើយថាការងារហ្នឹងសំខាន់ណាស់សម្រាប់យើងត្រូវតែធ្វើវាឲ្យទោះ message នោះមកចង់អីក៏ដោយប៉ុន្តែគួរតែបើសិនជា message ឬក៏គេ call មកអាហ្នឹង call មកថាអូមានរឿងបញ្ហានេះបញ្ហានោះអាហ្នឹងយើងអាចលើកលែងបានបាទឥឡូវខ្ញុំមានតែប៉ុណ្្នឹងឯងសូមអរគុណអ្នកទាំងអស់គ្នាសម្រាប់ការស្ដាប់នៅពាក្យរបស់ខ្ញុំក្នុងថ្ងៃនេះសូមអរគុណសម្រាប់ការស្ដាប់និងទស្សនារបស់បងប្អូន